ស្ដីទៅកាន់លោកគ្រូម៉ោង web design ហើយថ្ងៃនេះដែរខ្ញុំធ្វើវីដេអូទាក់ទងទៅនឹង presentation ពី project ដែលបានធ្វើសម្រាប់final ហើយនេះគឺជា folder ដែលខ្ញុំមានវាជា asset JS screen និង style ហើយនៅក្នុងនេះដែរគឺ index ខ្ញុំ contain នៅ main screen របស់ខ្ញុំទាំងអស់នេះមាន7សម្រាប់project website anime នេះសម្រាប់មើលរឿង anime ហ្នឹងហើយនេះគឺមាន7ហើយក្នុងហ្នឹងដែរខ្ញុំអត់ទាន់បានគឺអត់បានធ្វើនៅ boot សម្រាប់ project នេះទេហើយវាក៏អត់ទាន់ចប់ fully function សម្រាប់anime website ដែលយើងត្រូវមានដែរហើយនៅថ្ងៃនេះខ្ញុំធ្វើនេះមានត្រឹមតែ7 screen ទេសម្រាប់ project នេះហើយនៅក្នុង JS ខ្ញុំបានបែងចែកជា2 script មួយ handle HTML ផ្សេងទៀតហើយនឹង browse ហ្នឹងខ្ញុំdirect ជាមួយនឹង browse HTML នេះទេដោយសារ logic វាពេល implement with script ទៅវា error សូខ្ញុំ separate ពីវាចេញអញ្ចឹងនេះចូលមកកាន់ view ក្នុង website ហ្នឹងតែម្ដងទៅនេះគឺជា UI នៃ website ហ្នឹងហើយនៅក្នុង index ហ្នឹងវាមានសិតឲ្យវាមក home តែម្ដងអញ្ចឹងពេលវាមកដល់វាមាន content នៅ continue watching មានន័យថាanime ណាដែលយើងធ្លាប់បានមើលអញ្ចឹងទៅវានឹង load pop នៅខាងលើហើយមួយទៀតគឺ trending មានន័យថា anime ហ្នឹងឥឡូវហ្នឹងមានការ watch ច្រើនដល់ពេលអញ្ចឹងទៅយើង query ឲ្យវា load តាមមកលើអញ្ចឹងហើយនឹង new release មានន័យថាឧទាហរណ៍ថាanime ហ្នឹងរៀបនឹងចេញនៅពេលខាងមុខអញ្ចឹងទៅវានឹង pop up មកលើតែនេះគ្រាន់តែជា UI សម្រាប់demo ទេអញ្ចឹងចូលមកកាន់ browse web browse នេះមិញនេះគឺធ្វើតាក់ទងទៅនឹងសម្រាប់យើង search anime ណាដែលយើងចូលចិត្តអញ្ចឹងទៅហើយយើងអាច search ទៅប្រើ keyword អញ្ចឹងដូច one បើចុច O វា content O វានឹង load មកហើយបន្តមកទៀតនៅក្នុងcommunity នេះគឺ screen នេះយើងធ្វើសម្រាប់ឲ្យ user ផ្សេងគាត់ធ្វើសរសេរនៅ text ដែលពួកគាត់ចង់សរសេរហើយ post នៅលើ community របស់យើងហើយហ្នឹងសម្រាប់ post អញ្ចឹងហើយនឹងមួយទៀតយើងចូលមកកាន់រូប profile របស់យើងនៅលើ now bar គឺយើងអាចចូលមកមាន profile setting ហើយនឹង log out ប៉ុន្តែខ្ញុំអត់បានធ្វើពេញនៅកន្លែង out ទេគឺអញ្ចឹងយើង skip out យើងចូលទៅ UI យ៉ាងណោះហើយនេះមកកាន់ profile screen គឺមានលក្ខណៈអញ្ចឹងហើយកន្លែងហ្នឹងយើងអាចសម្រាប់ទុកថាយើង edit profile របស់យើងហើយយើងអាច save change ទៅហើយមកដល់កន្លែងនេះ continue watching នេះយើងដូចឃើញនៅពីមុខមិនអញ្ចឹងកាលណាយើងមើលហើយអញ្ចឹងយើងអាចមើលអត់តន់ចប់ទេយើងតមកទៀតយើងអាចមករកបាននៅកន្លែងហ្នឹងហើយនឹង watch list មានន័យថាយើងស្រឡាញ់ពេញចិត្តនៅ anime ណាមួយយើងsave វាសម្រាប់មក watch list យើងទៅយើងអាចauto play វាបានទីហោអញ្ចឹងហើយមកដល់ notification នេះយើងជា screen មួយដែលធ្វើសម្រាប់ alert ទៅដល់ user យើងថាanime ណារៀបនឹង release នៃពេលខាងមុខឬក៏ release ហើយយើងអត់បាន read ក៏វា load មកដែរនេះគឺជា setting សម្រាប់ user set up auto របស់នៅក្នុង project នៅក្នុង website ហ្នឹង
chứនៅកន្លែងនេះក៏អាចចុចបានដែរគឺ void list ហ្នឹងវា like my list ចឹងនៅក្នុង watch list ហើយនៅក្នុង log out នេះយើងអត់ទាន់បានធ្វើទេខ្ញុំអត់ធ្វើព្រោះវា skip ចូលទៅក្នុង UI តែម្ដងហើយនេះគឺជាកូដទាំងអស់ដែលខ្ញុំធ្វើវាឡើងមកហើយនឹងមាននៅក្នុង GitHub ដូចគ្នាអញ្ចឹងបើ